ព័ត៌មានដំបូងរឿងដីខ្មែរថៃកាន់កាប់កើនដល់76ទីតាំងហើយបងប្អូនតាមពិតព័ត៌មាននេះខ្ញុំបានពីមន្ត្រីរបស់រដ្ឋាភិបាលក្រៅប្រទេស23ដុល្លារលោកអ៊ុំសំអានទេដែលលោកតែងតែរំលឹកឬក៏ផ្ដល់ព័ត៌មានឲ្យខ្ញុំរាល់ពេលតាក់ទងនឹងពេលដែលមានរឿងអីថ្មីតាក់ទងនឹងព្រំដែនព្រោះលោកកាន់កិច្ចការព្រំដែនខ្ញុំក៏មានភ័ព្វវាសនាដែរដែលបានមន្ត្រីខាងកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសមួយរូបដែលឈឺឆ្អាលយកចិត្តទុកដាក់ហើយតែងតែផ្ដល់ដំណឹងឲ្យខ្ញុំបានដឹងទាន់ពេលវេលាតាក់ទងនឹងព័ត៌មានពីរឿងព្រំដែនព្រោះលោកឈឺចាប់នឹងរឿងបាត់ដីទៅប្រទេសថៃនឹងដែរក៏ប៉ុន្តែរឿងឈឺចាប់មកខ្ញុំឯងបងប្អូនងុំរឿងយើងអត់ដឹងបាត់អស់ប្រមាណកន្លែងទៅទៀតអារបស់ដែលគេយកហ្នឹងគឺរដ្ឋាភិបាលកម្ពុជាមិនកាត់មិនត្រាមិនធ្វើឲ្យយើងដឹងថាតើទីតាំងហ្នឹងនៅប្រមាណមានអស់ប្រមាណកន្លែងគឺគាត់មិនធ្វើដោយសារអីគឺគាត់មិនចង់ឲ្យប្រជាពលរដ្ឋហ្នឹងគឺរករឿងគាត់អំពីភាពអសមត្ថភាពក្នុងការមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបានដូច្នេះរបស់អស់ពីឃ្លាំងក៏ដោយគឺអត់រាយការណ៍ប្រាប់ថាបាត់គេយកទៅសិនអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋហ្នឹងចេះតែសង្ឃឹមហើយអត់ដឹងថាចំនួនបាត់ប្រមាណចុះបើបាត់ច្រើនក៏យើងគិតថារដ្ឋាភិបាលហ្នឹងកាន់តែរងការរិះគន់ច្រើនប៉ុន្តែបើថាទាហានថៃស្លាប់វិញស្លាប់ម្នាក់គឺយើងរាយការណ៍ថា1000នាក់នឹងទាហានគេស្លាប់ហ្នឹងគឺថាតែម្នាក់គឺស្មើនឹង1000នាក់បើ10នាក់គឺគេស្លាប់អស់10000នាក់អីចឹងយន្តហោះគេក៏អញ្ចឹងដែរបើអត់ធ្លាក់សោះហ្នឹងគឺយើងថាបាញ់ធ្លាក់អស់ឥឡូវអស់ពេញធ្លាក់អស់ពីមេឃអីចឹងតែយន្តហោះទម្លាក់កាន់លើខ្មែរស្លាប់រាល់ថ្ងៃតែយើងនឹងនិយាយពីធ្លាក់យន្តហោះពេញព្រៃស្លាប់ទាហានថៃពេញព្រៃគឺយើងផ្សាយបំពុលអញ្ចឹងយើងបកកាយទៅវិញរឿងខ្មែរយើងខ្ញុំមិននិយាយរដ្ឋាភិបាលនិយាយសកម្មជនឃោសនិករបស់រដ្ឋាភិបាលដែលធ្វើឲ្យព័ត៌មានខ្លួនឯងនឹងវាទៅជាសាបដូចព័ត៌មានវិទ្យុខ្មែរក្រហមអញ្ចឹងបងប្អូនដែរស្ដាប់វិទ្យុខ្មែរក្រហមទេវិទ្យុខ្មែរក្រហមកាលខ្ញុំនៅឆ្នាំប្រហែលជា8ជាងហ្នឹងស្ដាប់មានតែវិទ្យុខ្មែរក្រហមស្ដាប់ឮក្រៅពីហ្នឹងស្ដាប់មិនឮទេក្នុងខេត្តខ្ញុំនៅខេត្តកពតហ្នឹងឮអាខ្មាំងយួនគឺថាយើងចូលវាយដល់អាខ្មាំងយួនបានកំទេចភូមិអាខ្មាំងយួនដុតកគោក្របីអាខ្មាំងយួនងាប់អស់ប្រហែលជា500ក្បាលចាប់អាខ្មាំងយួនបានរាប់សិបនាក់ហើយភូមិហ្នឹងក្របីមាន70ហ្នឹងមាន70នឹមទៅចឹងនិយាយពីសម្លាប់ហើយនឹងចាប់នឹងរាប់រយក្បាលអញ្ចឹងហើយចឹងរាល់ថ្ងៃនិយាយថ្ងៃណាក៏អាខ្មាំងយួនងាប់ពេញព្រៃដែរថ្ងៃណាក៏ងាប់ថ្ងៃណាក៏ចាប់បានដែរប៉ុន្តែអ្នកដែលចាប់បាននឹងថាគេងាប់ពេញព្រៃហ្នឹងគឺគ្នាមានតែម្នាក់ហើយពីរនាក់ហ្នឹងកាន់ក្បាលមីក្រូភ្លុកហើយនិយាយផ្សាយចោលចឹងទៅដើម្បីអីស្អំចិត្តទាហានខ្មែរក្រហមឲ្យជឿជាក់ថាអាការតស៊ូរបស់ខ្លួនបានជោគជ័យហើយព្រោះអីពួកខ្មាំងយួនហ្នឹងគឺបាក់បោកខ្លោបខ្លាចងាប់ពេញព្រៃអីចឹងដល់យូរទៅទាហានខ្មែរក្រហមកាន់តែអស់ស្បៀងទៅកាន់តែខ្សោយទៅអត់ដឹងអំពីកម្លាំងសត្រូវបងប្អូនអត់ដឹងកម្លាំងសត្រូវព្រោះយើងអត់ដែលផ្សាយពិតពីកម្លាំងសត្រូវយើងផ្សាយបោករហូតធ្វើឲ្យទាហានចេះតែក្លាហានឃ្លាវខ្លាមោះមុតអត់បានត្រៀមខ្លួនព្រោះគិតថាយើងឈ្នះហើយហ្នឹងចាប់គេអស់ហើយនឹងទាហានគេងាប់អស់ហើយហ្នឹងខ្មាំងចាប់អស់ហើយហ្នឹងដូច្នេះយើងបាយយើងរាំសបាយការ៉ាអូខេអីចឹងទៅមិនបាច់រៀនសូត្រអីដល់ពេលមានការអីនៅសល់គ្នាតែពី3នាក់គេមកបាត់ចាប់យកអស់លីងអាហ្នឹងចឹងបាទឥឡូវខ្ញុំសូមអានទៅដោយសារតែនេះគឺជាទឹកដីរបស់កម្ពុជាយើងហើយបងប្អូនខ្មែរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចងចាំថាដីនេះគឺជាដីរបស់ខ្មែរក៏ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ថៃឡើងដល់76ទីតាំងហើយបងប្អូនពូកាមុន73ប្រហែលជាមួយខែមុនពូការហូតពូថៃឈ្លានពានរាល់ថ្ងៃទីតាំងដែលខ្ញុំនឹងរៀបរាប់នេះគឺមានដូចតទៅទី1ប្រាសាទតាមាន់តូចទី2ប្រាសាទតាមាន់ធំ3ប្រាសាទតាក្របី4ប្រាសាទខ្នា5តំបន់មុំ3 6តំបន់កញ្ចក់សេះសំទុះច្រកអានសេះ7ភ្នំ333 8ភ្នំ469មុំ3 9ភូមិជោគជ័យ10ភូមិព្រៃច័ន្ទ11តំបន់ជាន់តែ12ភ្នំត្រត់13តំបន់ថ្មដា14តំបន់អូស្មាច់15ភ្នំប៉ោយ16ភ្នំ417ភ្នំបស័យចាំក្រុង18តំបន់ច1 19តំបន់ថ្មដូន20ភ្នំរ៉ែ21ភ្នំកេងគក់22ភ្នំ350 23ភ្នំ225 24ភ្នំ525 25ភ្នំ525ភ្នំ526ភ្នំ323 27ភ្នំ677 28ផ្លូវភូមិបំបាច់បឹងតកួន29ភូមិប្រទីមានរត់បឹងតកួនដែរ30តំបន់អូក្លាឃុំ31តំបន់ប្រាសាទដូនតុន32ភូមិសាមគ្គីបឹងតកួន33ភ្នំអូកាស្នេហ៍34តំបន់បោះស្បូវ35តំបន់ដើមត្រាំង34តំបន់បោះស្បូវ35តំបន់ដើមត្រាំង46ភ្នំតថង47តំបន់ក48តំបន់តថា39តំបន់ជុំគុញ40តំបន់អូទី2តំបន់អូស្មាច់40មួយផ្ទះតមុកជាន់តែ42តំបន់អូភ្លុកដំរីផ្ទះ3ខ្នង43កំពូលភ្នំតសឹម44កំពូលភ្នំចាក់ត្រែង45តំបន់ថ្ម3ដុំកំពូលភ្នំដែរ46តំបន់កអណ្ដាវ47ដំណាក់ស្ដេចភ្នំតទុំ48ភ្នំពលានសតុំ49តំបន់ចូលគ្រោះ50ច្រកលោកយាយលៀប51ភូមិតាពាំងសំរោងនៅឯបឹងតកួនដែរ52ភាគខាងជើងនៃវត្តកៅសិក្ខាគិរីស្វារៈ53តំបន់គម្រៀងតំបន់ចន្លោះបកគោលេខ52និង54តំបន់ស្អែមតំបន់ក្បែរប្រាសាទព្រះវិហារ55តំបន់ជិតបង្គោលព្រំដែនលេខ2នៅលំវែង56ដើមតត្រៅ57តំបន់ក្បែរច្រកជុកកគី58តំបន់ជុកដើមខ្នៅ59តំបន់អសអុយឬក៏តំបន់កញ្ចក់សេះ60ភ្នំ424តំបន់ជាំសង្ងាំ61ភ្នំ53តំបន់ភ្នំព្រឹក62តំបន់បារាំងធ្លាក់63ភ្នំបាក់ក្បែរប្រាសាទខ្នា64ភ្នំ745មុំ3គឺ65បង្គោលព្រំដែនលេខ55 66បឹងរាំងតំបន់ចន្លោះបង្គោលលេខ55ដល់លេខ59និង67បរយ៉ាខាតំបន់ចន្លោះបង្គោលលេខ59ដល់66 68តំបន់បង្គោលព្រំដែនលេខ26ខុំ7 69លាអាង87 70ប៉ោយ12 71តំបន់ជប់រុន72តំបន់បង្គោលព្រំដែនលេខ14 73បង្គោលព្រំដែនលេខ22នៅឯថ្មដូននេះគឺកាលពីខែមុនតមកទៀតគឺ74តំបន់អូរស័យនៅពោធិ៍សាត់75តំបន់តតុំចន្លោះបង្គោលលេខ8និងលេខ9និង76តំបន់ចន្លោះបង្គោលលេខ19ដល់20គឺជប់ដើមខ្នោបាទនេះគឺជាដែនដីដែលថៃកំពុងគ្រប់គ្រងលើដីខ្មែរដែលមានទំហំកើនឡើងដល់ទៅ365គីឡូម៉ែត្រក្រឡាបាទនេះគឺជារឿងគ្រោះគ្រាតណាស់ហើយរដ្ឋាភិបាលនៅតែមិនបានគូសវាសដាក់នយោបាយនៃទីតាំងទាំងនេះទេក៏ប៉ុន្តែយើងមិនបាច់ឆ្ងល់ទេរដ្ឋាភិបាលគាត់កំពុងតែរវល់រឿងរើសដុំថ្មចោលឆ្កែដែរព្រោះមួយថ្ងៃគាត់វល់តែពីរឿងបណ្ឌិតនេះបណ្ឌិតនោះរឿងចៅទូករឿងនឹងបណ្ឌិតរឿងអីហ្នឹងគឺថាវល់ទល់ពធដែរបាទហើយនឹងងើបមួយវាយមួយបាទឥឡូវនេះគឺបន្តទៅទៀតក្រៅពីដីខ្មែរដែលថៃគ្រប់គ្រងបាននេះគឺបើយើងនិយាយមកគឺមកដល់ម៉ោងនេះខួប1ឆ្នាំហើយបងប្អូននៃសង្គ្រាមដែលផ្ទុះឡើងរវាងថៃនិងខ្មែរយើងដឹងហើយសង្គ្រាមផ្ទុះកាលពីខែកក្កដាឆ្នាំ2025ឥឡូវខែកក្កដាឆ្នាំ2026មួយឆ្នាំគត់តើកម្ពុជាចំណេញអីខាតអីថៃចំណេញអីខាតអីខ្ញុំដកស្រង់ខ្លឹមសារពីការមួយឆ្នាំកន្លងផុតទៅនេះគឺដោយសារតែមានអ្នកកាសែតខ្មែរនិងថៃគាត់ជជែកគ្នាអ្នកកាសែតខ្មែរនិងថៃគាត់ជជែកគ្នានេះខ្ញុំដកស្រង់ពីសារព័ត៌មានរបស់ថៃខៅសុតជាភាសាអង់គ្លេសតែមាននិពន្ធនាយកនៃសារព័ត៌មាននេះ
ដែលលោកមានតំណែងតំណងជាមួយនឹងអ្នកសារព័ត៌មានខ្មែរម្នាក់នៅ Cambodia Nest ដែលគាត់ជជែកគ្នាហើយគាត់បានទទួលការឆ្លើយឆ្លងសារគ្នាហ្នឹងគាត់សូមអនុញ្ញាតពីអ្នកកាសែតខ្មែរហ្នឹងថាសូមបង្ហោះលើគេហទំព័ររបស់សារព័ត៌មានថៃ The Khao Sut ហ្នឹងក៏គាត់ថាបានទទួលការអនុញ្ញាតគាត់ក៏បង្ហោះទៅតាមពិតខ្លឹមសារជជែកគ្នានេះគឺជារបៀបជជែកជាបញ្ញវន្តដែលគួរឲ្យយកមកផ្សព្វផ្សាយប្រាប់បងប្អូនទាំងអស់ដែរថាទាំងបញ្ញវន្តថៃទាំងបញ្ញវន្តខ្មែរក៏សុទ្ធតែមានសមានចិត្តយល់ដូចគ្នាថាបញ្ហាព្រំដែនថៃខ្មែរនេះអត់មានអ្នកចំណេញទេគឺខាតទាំងអស់គ្នាហេតុអីបានជាគាត់ប្រើពាក្យថាខាតនេះគឺដោយសារតែមួយឆ្នាំមកហើយបើតាមអ្វីដែលយើងកាត់ឡើងសួរថាតើភាគីទាំងពីរខាតអីចំណេញអីទៅគឺសួរចំណេញអីអត់មានចំណេញទី1គឺព្រំដែនបាត់ទំនិញចិញ្ចូលឆ្លងព្រំដែនទាំងពីរតំណែងតំណងពាណិជ្ជកម្មត្រូវបានកាត់បន្ថយយ៉ាងច្រើនមែនទែនគឺអាចដល់ទៅ40% 50%ហើយដឹងព្រោះអីថៃនាំទំនិញមកកម្ពុជាបានតែតាមផ្លូវទឹកនិងផ្លូវអាកាសទេកម្ពុជាក៏នៅតែនាំទំនិញទៅថៃវិញដែរប៉ុន្តែមិនមែននាំតាមច្រកព្រំដែនគោកទេគឺអាចនាំទៅតាមអាកាសឬជើងទឹកឬក៏អាចទៅតាមផ្លូវឡាវអីចឹងទៅទំហំពាណិជ្ជកម្មនេះធ្លាក់ចុះប្រហែលជា40%នេះគឺដោយសារតែថៃមែនតើមិនធ្វើបេក្ខការផលិតផលខ្មែរទេតែខ្មែរធ្វើបេក្ខការផលិតផលបន្លែផ្លែឈើរបស់ថៃដែលជាការទប់ឲ្យនឹងសាំងប្រេងសាំងហើយក៏មានយុទ្ធនាការក្នុងការដែលហាមបិទការបញ្ចាំងខ្សែភាពយន្តថៃអីនៅលើកញ្ចក់ទូរទស្សន៍ខ្មែរអីឡាក់នឹងឡាក់ចឹងទៅហើយនៅកម្ពុជានេះក៏មានការតស៊ូមតិធ្វើបេក្ខការផលិតផលថៃអីបានយ៉ាងច្រើនទូទាំងប្រទេសដោយទាំងមេដឹកនាំខ្មែរហ្នឹងក៏ធ្វើបេក្ខការផលិតផលថៃយ៉ាងសស័កសស្រាំអីចឹងដែរហើយដល់ពេលយើងមានបញ្ហាគ្នាអញ្ចឹងគឺប្រជាពលរដ្ឋទាំងសងខាងក៏ឆ្លោះគ្នាបែបជាតិនិយមជ្រុលហ្នឹងគឺជេរបន្តិចគ្នាប្រមាថព្រះមហាក្សត្រថៃប្រមាថព្រះមហាក្សត្រខ្មែរប្រជាពលរដ្ឋមានការខឹងសម្បាគ្នាស្អប់ខ្ពើមគ្នាលាក់នឹងលាក់ពលករខ្មែរនៅប្រទេសថៃនឹងក៏រងការធ្វើទុកបុកម្នេញអត់ស្រាកស្រានអញ្ចឹងទៅនៅក្នុងហ្នឹងចំនួនព្រំដែនហ្នឹងក៏កាន់តែអត់មានការផ្សះផ្សាដែរដោយសារតែជាតិនិយមជ្រុលខាងថៃក៏និយាយថានៅប្រទេសថៃនេះជាតិនិយមជ្រុលរបស់ថៃនេះគឺចាប់ផ្ដើមធ្វើឲ្យពលរហូតដល់លែងដឹងទិសតំបន់អីដែរបញ្ញវន្តថៃក៏ជាតិនិយមជ្រុលអាចេញធ្លាក់ទឹកឲ្យអើតាមគ្នាអញ្ចឹងទៅបើតែថាមានកម្រិតនៃបញ្ញវន្តថៃដែលអាចនឹងជួយកែតម្រង់បានខ្លះក៏ប៉ុន្តែដោយសារជាតិនិយមជ្រុលជាទូទាំងប្រទេសតទៅនៅក្នុងរឿងព្រំប្រទល់ជាមួយខ្មែរក្នុងការចង់បានដីដែលថៃចិញ្ចឹមចិត្តចង់ដណ្ដើមយកនោះផងអញ្ចឹងធ្វើឲ្យពិបាកនឹងទប់អាទឹកបាក់ទំនប់នឹងណាស់ពោះជាតិនិយមជ្រុលគឺយកអាការស្អប់ខ្ពើមហើយនឹងវាយទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជាដើម្បីយកដែនដីនឹងយកមកគ្រប់គ្រងបង្ហាញអំពីអធិបុលយោធាថៃបង្ហាញអំពីអីអញ្ចឹងទៅហើយប្រជាពលរដ្ឋថៃដោយសារតែប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរនេះគឺការបកស្រាយប្រវត្តិសាស្ត្រថៃដែលមែនតើទៅគឺដណ្ដើមដីខ្មែរដែលនិយាយទៅថៃអត់មានមរតកខ្លួនឯងច្រើនទេគឺលួចពីគេច្រើនពេកទាំងអក្សរសិល្ប៍ទាំងអក្សរសាស្ត្រទាំងវប្បធម៌ទាំងប្រពៃណីទំនៀមទម្លាប់ប្រាសាទដីធ្លីរបស់ខ្មែរហ្នឹងគឺចូលទៅក្នុងវប្បធម៌ប្រពៃណីអក្សរសាស្ត្រជាតិថៃហ្នឹងស្ទើរតែ70%ទៅហើយដូច្នេះថៃដើម្បីមានមោទនភាពហើយបន្លប់ប្រវត្តិសាស្ត្រគឺកែប្រវត្តិសាស្ត្រឲ្យកូនថៃកន្លក់ខួរយល់ថាអ្វីដែលខ្លួនមានសពថ្ងៃជារបស់ខ្លួនហើយមានពេលណានោះគឺថាខ្មែរជាអ្នកចម្លងអ្វីដែលជាកម្មសិទ្ធិឬជារបស់ថៃដូច្នេះអាជាតិនិយមជ្រុលយល់ខុសពីប្រវត្តិសាស្ត្រនេះហើយដែលធ្វើឲ្យក្មេងៗជនជាតិថៃមួយចំនួនហ្នឹងគឺនិយមជ្រុលលែងស្គាល់ទិសតំបន់អីហើយចាប់ផ្ដើមចេះតែស្របតាមគ្នាអញ្ចឹងទៅក៏ប៉ុន្តែកម្រិតបញ្ញវន្តថៃនៅមានអ្នកហ៊ានរិះគន់រដ្ឋាភិបាលបានច្រើនដែរដូចជាអ្នកកាសែតនេះអីកាសែតថៃដូចខៅសុទ្ធអីនេះរិះគន់រដ្ឋាភិបាលថៃនិងយោធាអត់ដែលសំចៃមាត់ដែរព្រោះគេមិនចាប់ដាក់គុកដូចនៅស្រុកខ្មែរទេហើយដល់ពេលនិយាយទៅគឺខាតច្រើនមែនតើគឺខាតត្រង់ថាប្រទេសពីរភូមិផងលបងជាមួយតែយើងទៅត្រូវគ្នាយ៉ាងម៉េចយើងរស់នៅជាមួយគ្នាយ៉ាងម៉េចគិតមើល5ឆ្នាំទៀតតើយើងនឹងអញ្ចឹងរហូតឬក៏យ៉ាងម៉េចអានេះគឺជាសំណួររបស់អ្នកកាសែតខាងកម្ពុជាក៏គាត់លើកឡើងអំពីបញ្ហាជាតិនិយមជ្រុលនេះដែលមិនអាចទប់បានដែរដោយសារតែមែនតើទៅរឿងវាកើតឡើងមកហើយគឺវាមានការប្រេះឆាវាមានការបែកបាក់ហើយនៅក្នុងពេលហ្នឹងក៏មិនមានការដែលខិតទៅរកចិត្តគ្នាសោះដោយសារតែការដែលប្រជាជនឆ្លោះគ្នាតាមបែបប្រជាជនទៅថ្នាក់ដឹកនាំឆ្លោះគ្នាតាមបែបថ្នាក់ដឹកនាំអីចឹងទៅឬដងឡងសម្ដីដាក់គ្នាឬក៏ធ្វើអ្វីផ្សេងតាមគោលការណ៍នយោបាយដែលធ្វើឲ្យការខិតចូលគ្នានេះគឺអត់ហើយក្នុងពេលជាមួយគ្នានេះបើតាមការសង្កេតគឺយើងឃើញថាថៃសម័យក្នុងខោទៀតយើងអានេះជាការសង្កេតផ្ទាល់របស់ខ្ញុំក្រៅពីបញ្ញវន្តខ្មែរទាំងថៃនេះទេគឺថៃសម័យក្នុងខោបាត់ជប់បាញ់មានហើយគឺរុលចូលរហូតហើយនៅក្នុងពេលជាមួយគ្នាហ្នឹងកម្ពុជាគឺសុកចិត្តអត់ធ្មត់តវ៉ាតែមិនប្រដឹងថៃបានចិត្តឈ្លានពានរហូតតតែពីតំបន់ប្រហែលជា28កន្លែងឥឡូវកើនឡើងដល់ទៅ73ទីតាំងទៅហើយតាំងពីក្រោយជប់បាញ់មកអត់ដឹងថាតើក្រោយជប់បាញ់ហ្នឹងមានប្រមាណទីតាំងបើយើងនិយាយឲ្យស្មោះត្រង់ណាដើម្បីឲ្យយុត្តិធម៌តាមប្រវត្តិនៃសាច់រឿងណាកម្ពុជាទទួលស្គាល់ថាដីថៃដែលថាអ្នកណានៅហ្នឹងណាដំបូងឡើយតែ14ទីតាំងទេបងប្អូននៅក្នុង4ខេត្តគឺនៅខេត្តបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារនិងពោធិ៍សាត់នេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីថ្ងៃទី3ខែមករាឆ្នាំ2025 ដើមឆ្នាំហ្នឹងគាត់និយាយទទួលស្គាល់តែ4ខេត្តទេដែលថៃគ្រប់គ្រងដែនដីអធិបតេយ្យរបស់ខ្មែរដែលខ្មែរព្រមឲ្យគ្រប់គ្រងអ្នកណាហ្នឹងក៏ប៉ុន្តែឥឡូវបងប្អូន14មកដល់ឥឡូវមួយឆ្នាំចិត្តជាងកន្លះឆ្នាំគឺកើនពី14មកដល់76កន្លែងបងប្អូនសាកគិតមើលកើនឡើងដល់ទៅ63កន្លែង62កន្លែងទៀតហើយរដ្ឋាភិបាលអត់បានប្រាប់ថាអាកន្លែងថ្មីហ្នឹងសុទ្ធតែជាកន្លែងណាខ្លះគាត់ថាឈ្លានពានថែមខុសច្បាប់រឿងឈ្លានពានខុសច្បាប់ពីរឿងមានបទចរចាជប់បាញ់ហើយគឺយើងគូចប់តែហ្នឹងមិនអញ្ចឹងប៉ុន្តែហេតុអីបានជាថៃនៅតែអាចបំពេញបានតែឥឡូវយើងនិយាយពីទុកបញ្ញវន្តខ្មែរបញ្ញវន្តថៃជជែកពីរឿងបានប្រយោជន៍អីនេះគឺពួកគាត់លើកទឹកចិត្តឲ្យកម្ពុជាខិតឲ្យចូលគ្នាបន្តិចនៅក្នុងការឲ្យចំណេញវិញដូចថាមានសម្បទានមានអីចរចាឬក៏ដោះស្រាយគ្នាដោយសន្តិវិធីអីចឹងណាប៉ុន្តែមើលទៅខាងថៃហាក់បីដូចជាបិទទ្វារច្រើនជាងខាងខ្មែរអស់ហើយខាងខ្មែរលើកទង់ជ័យសឲ្យតាចង់ចរចាអបជើងថៃរហូតហើយដូច្នេះមើលទៅគឺខាងថៃទៅវិញទេដែលកិច្ចពីការដែល
ទទួលខុសត្រូវតាមបទជប់បាញ់ដែលព្រមព្រៀងគ្នាសុកចិត្តបិទច្រកចរចាផ្លូវគោកអីចឹងដោយសារតែយកលេសថាកម្ពុជាប្តឹងរឿងព្រំដែនសមុទ្រហ្នឹងទៅអាជ្ញាកណ្ដាលអីចឹងទៅតែថៃជាអ្នកផ្ដើមអាហ្នឹងទាំងអស់ដូច្នេះល្បិចនេះគឺជាល្បិចរបស់ថៃដែរទេគាត់ថាកម្ពុជាយើងទុនទៅកន្លែងមួយគឺទុនខ្សោយខ្លាំងមែនតើគឺនៅពេលដែលគេបិទគ្រប់ច្រកយើងនៅតែអង្វរគេដែលយើងមិនប្តឹងទៅតុលាការព្រំដែនអន្តរជាតិដើម្បីដោះស្រាយបញ្ហាយើងបិទទ្វារច្រកតុលាការអន្តរជាតិថ្ងៃនេះគឺអ្វីដែលគួរឲ្យកត់សម្គាល់គឺរដ្ឋមន្ត្រីក្រសួងការបរទេសថៃសំទោសរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុននិងលោកម៉ាកូរូប៊ីយ៉ូជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅក្នុងជំនួបអាស៊ានរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគេជួបគ្នានៅឯទីក្រុងម៉ានីលប្រទេសហ្វីលីពីនហ្នឹងឆ្លៀតឱកាសហ្នឹងគឺលោកម៉ាកូរូប៊ីយ៉ូរបស់អាមេរិកនិងលោកប្រាក់សុខុនរបស់កម្ពុជាជួបគ្នានិយាយអំពីរឿងបញ្ហាព្រំដែនហ្នឹងដែរអ្វីដែលជាសាររបស់ក្រសួងការបរទេសដែលចុះផ្សាយនៅគេហទំព័រក្រសួងការបរទេសដែលមានអ្នកនាំពាក្យក្រសួងការបរទេសហ្នឹងក៏ចេញមករំលឹកយ៉ាងអោររលឹកហ្នឹងគឺលោក Tommy Pickett ក៏បាននិយាយថាលោក Marco Rubio បានជួបជាមួយនឹងលោកប្រាក់សុខុននៅក្នុងជំនួបកំពូលអាស៊ានដែលរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសពិភពលោកជួបគ្នាហ្នឹងហើយបដិញ្ញារួមគ្នាទាំងលោកប្រាក់សុខុនទាំងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្នុងការរក្សាស្មារតីនៃបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025អាមេរិកក៏ចូលរួមជាមួយកម្ពុជាថាត្រូវបន្តរួមគ្នារក្សាស្មារតីនៃបទឈប់បាញ់តាមពិតអាមេរិកចង់បានណាស់អាស្មារតីនៃបទឈប់បាញ់ហ្នឹងព្រោះអាមេរិកខ្លួនឯងទេជាអ្នកដែលជួយឲ្យមានបទឈប់បាញ់ដល់ទៅ2លើកអញ្ចឹងក្នុងនេះគឺជាស្នាដៃរបស់អាមេរិកសុទ្ធសាធដែរហើយដើម្បីឲ្យមានបទឈប់បាញ់ក៏ប៉ុន្តែ